ចាជំរាបសួរពុកម៉ែបងប្អូនវិលមកជួបគ្នាសារជាថ្មីយើងបែកគ្នាមករយៈដែរដោយសារតែខ្ញុំមានការរវល់អត់បានចេញវីដេអូចែករំលែកបន្តតែថ្ងៃហ្នឹងគឺខ្ញុំនឹងត្រឡប់មកវិញដើម្បីធ្វើការចែករំលែកពាក់ព័ន្ធទៅនឹងតោកលិកផ្នែកថែទាំសុខភាពអញ្ចឹងនៅពេលនិយាយពាក្យតោកលិកហ្នឹងប្រហែលជាបងមួយចំនួនអត់យល់ថាតើវាមានន័យដូចម្ដេចទេណាអញ្ចឹងតោកលិកហ្នឹងគេសំដៅទៅដល់ការផ្ដល់នូវអត្ថប្រយោជន៍ពីខាងបសសជូនទៅសមាជិករបស់បសណាចាអញ្ចឹងនៅពេលយើងនិយាយអំពីតោកលិកផ្នែកថែទាំសុខភាពយើងសំដៅទៅដល់អត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដែលបសសផ្ដល់ជូនទៅសមាជិករបស់ខ្លួនអញ្ចឹងសួរថាតើផ្នែកថែទាំសុខភាពនឹងមានអត្ថប្រយោជន៍អ្វីគេខ្លះប៉ុន្តែមុននឹងខ្ញុំជម្រាបជូននៅចំណុចនេះខ្ញុំចង់បញ្ជាក់ថាចំពោះរបបថែទាំសុខភាពនេះគឺបសសបានដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ2016សម្រាប់កម្មករនិយោជិកណាចាអញ្ចឹងខ្ញុំលើកឡើងថ្ងៃនេះគឺសម្រាប់តែបងជាសមាជិកដែលជាកម្មករនិយោជិកចាអញ្ចឹងកម្មករនិយោជិកនឹងត្រូវបានគេដាក់អនុវត្តរបបថែទាំសុខភាពនឹងនៅក្នុងឆ្នាំ2016ចាហើយមកដល់ឥឡូវនេះពាក់ព័ន្ធទៅនឹងអត្រាភិក្ខទានហ្នឹងគឺបសសកំណត់ 2.6% ណា 2.6% ប៉ុន្តែមិនមែនជាបន្ទុករបស់កម្មករនោះទេចំណុចនេះបងប្អូនសូមកុំយល់ច្រឡំថារាល់ខែគឺតកែកាត់លុយរបស់បងប្អូនបង់មកផ្នែកថែទាំសុខភាពសម្រាប់បងប្អូនណាចាអត់ទេណាអញ្ចឹងរាល់ខែនេះដែលតកែរបស់បងប្អូនកាត់លុយមានមួយខែ 24,000 យ៉ាងច្រើនហ្នឹងណាគឺបង់ទៅផ្នែកសោតធនទេសោតធននឹងសំដៅទៅដល់លុយចូលនិវត្តន៍នៅពេលដែលបងមានអាយុចូលដល់60ឆ្នាំអាចមកទទួលលុយចូលនិវត្តន៍បានប៉ុន្តែនៅក្នុងផ្នែកថែទាំសុខភាពនេះគឺនយោជកមានកាតព្វកិច្ចនៅក្នុងការបង់ឲ្យកម្មករនយោជិករបស់ខ្លួនចាគឺបង់មកខាងបសសអត់មានកាត់លុយបងប្អូននោះទេចាអញ្ចឹងឥឡូវនេះយើងត្រឡប់មកជួបគ្នាវិញថាអញ្ចេះតើអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដែលនយោជកបង់ឲ្យកម្មករនយោជិក 2.6% នៃប្រាក់ឈ្នួលជាប់ភិក្ខទាននោះតើបានអីគេខ្លះចាទី1គឺសេវាថែទាំនិងព្យាបាលវេជ្ជសាស្ត្រសេវាថែទាំព្យាបាលវេជ្ជសាស្ត្រហ្នឹងគេសំដៅលើអីចាគឺគេសំដៅទៅដល់ការដែលយើងចូលទៅសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យឬក៏ការពិគ្រោះជំងឺក្រៅមានន័យថាការដែលយើងទៅពិនិត្យសុខភាពដែលយើងឈឺនោះយើងទៅព្យាបាលជំងឺប៉ុន្តែយើងអត់សម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេអញ្ចឹងពេទ្យគេអាចធ្វើរោគវិនិច្ឆ័យអាចចេញវិជ្ជបញ្ជាមានបើកថ្នាំឲ្យមានការព្យាបាលបន្តនៅផ្ទះដោយខ្លួនឯងបានណាចាអត់មានការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យទេអញ្ចឹងបញ្ជាក់ម្ដងទៀតទី1គឺការសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យទី2គឺការពិគ្រោះជំងឺក្រៅទី3គឺសេវាព្យាបាលដោយចលនាដោយស្អំឬស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រចាដូចជាករណីបងគាត់មានបញ្ហាឈឺសន្លាក់ឬក៏មានគ្រោះថ្នាក់ក្រៅពីហានិភ័យការងារដែលត្រូវឲ្យមានសេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រណាចាអញ្ចឹងគឺទទួលបានសេវាកម្មនឹងពីខាងបសមួយទៀតគឺសេវាសង្គ្រោះបន្ទាន់ចាសេវាសង្គ្រោះបន្ទាន់នេះគឺត្រូវផ្ដល់ជូនសមាជិកដូចគ្នាចាមួយទៀតគឺសេវាបង្ការនេះគឺសំដៅទៅដល់ការផ្ដល់ថ្នាំបង្ការជូនទៅដល់សមាជិកឧទាហរណ៍ដូចជាការផ្ដល់វ៉ាក់សាំងតេតាណូសប្រឆាំងតេតាណូសវ៉ាក់សាំងប្រឆាំងតេតាណូសការផ្ដល់សេរ៉ូមប្រឆាំងពឹសពោះសេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួតចាវានៅក្នុងសេវាបង្ការណាចាចំណុចមួយទៀតគឺការផ្ដល់សេវាដឹកជញ្ជូនជនរងគ្រោះឬក៏ដឹកជញ្ជូនសពចឹងនេះគឺជាការផ្ដល់ពីខាងបសសដែលនៅក្នុងផ្នែកតោកលិកថែទាំនិងព្យាបាលវេជ្ជសាស្ត្រនេះជាតោកលិកទី1អត្ថប្រយោជន៍ទី1ដែលបសសផ្ដល់ជូនអត្ថប្រយោជន៍ទី2គឺប្រាក់បំណាច់ប្រចាំថ្ងៃពេលសម្រាប់ព្យាបាលជំងឺ
ប្រាក់បំណាច់ប្រចាំថ្ងៃពេលសម្រាប់ព្យាបាលជំងឺតើយើងត្រូវមានលក្ខខណ្ឌអីគេខ្លះដើម្បីទទួលបានទី1គឺបងជាសមាជិកនឹងគាត់បានចុះឈ្មោះផ្នែកថែទាំសុខភាពជាមួយនឹងខាងបសបានកំពុងបម្រើការឬកំពុងបំពេញការងារនៅសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីជាមួយនឹងខាងបសសបានបង់ភេកទានក្រុមហ៊ុនបានបង់ភេកទានឲ្យ2ខែជាប់គ្នាមានន័យថាការរបស់គាត់នឹងមានសុពលភាពប្រើប្រាស់កន្ទល់ទៅដល់ថ្ងៃដែលគាត់មានបញ្ហាសុខភាពហ្នឹងណាចាអខានការងារចាប់ពី8ថ្ងៃឡើងទៅដោយសារតែការសម្រាប់ព្យាបាលជំងឺឬគ្រោះថ្នាក់ក្រៅពីហានិភ័យការងារតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងខាងបសសចាកន្លែងនេះគឺសង្កត់ធ្ងន់បន្តិចណាថាអខានការងារចាប់ពី8ថ្ងៃឡើងទៅណាចាប់ពី8ថ្ងៃឡើងទៅតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងខាងបសសចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងលក្ខខណ្ឌនេះគឺអាចដាក់ឯកសារទាមទារអត្ថប្រយោជន៍ទាមទារតកលឹកផ្នែកថែទាំសុខភាពហ្នឹងឬក៏យើងនិយាយមកថាទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ 70% សម្រាប់ការសម្រាប់ព្យាបាលជំងឺនឹងបានណាចាប៉ុន្តែការទាមទារនឹងយើងអាចធ្វើការដាក់ឯកសារផ្ទាល់នៅសាខាបសឬក៏អាចស្នើតាម app បសបានដោយវីដេអូមុនដែលខ្ញុំធ្លាប់បានជម្រាបជូនណាចាទី3គឺប្រាក់បំណាច់មិត្តភាព 70% ប្រាក់បំណាច់មិត្តភាព 70% នេះលក្ខខណ្ឌទទួលបានគឺសមាជិកស្ត្រីជាសមាជិកបសគាត់មានអាយុករចាប់ពី26សប្តាហ៍ឡើងមានសិទ្ធិទទួលបានប្រាក់បំណាច់មិត្តភាព 70% លុះត្រាតែទី1គាត់បានចុះបញ្ជីជាមួយនឹងខាងបសផ្នែកថែទាំសុខភាពទី2គាត់បានបង់ភេកទានថាមានភេកទាន9ខែក្នុងកំឡុងពេល12ខែចុងក្រោយគិតទល់ថ្ងៃសម្រាលចឹងភេកទាន9ខែក្នុងកំឡុងពេល12ខែចុងក្រោយគិតទល់ថ្ងៃសម្រាលណាចាទី3គាត់បានសម្រាលនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងខាងបសសឬករណីសមាជិកសម្រាលនៅមូលដ្ឋានសុខាភិបាលឯកជនហើយមន្ទីរពេទ្យឯកជនណាដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយនឹងបសសតម្រូវឲ្យសមាជិកត្រូវទៅពិនិត្យសុខភាពក្រោយសម្រាលនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងខាងបសសក្រោយសម្រាលរយៈពេលយ៉ាងយូរ45ថ្ងៃគិតពីការបរិច្ឆេទនៃការសម្រាលចាអញ្ចឹងបន្ទាប់ពីសម្រាលហើយគឺអាចសូមអញ្ជើញទៅពិនិត្យសុខភាពក្រោយសម្រាលយ៉ាងយូរ45ថ្ងៃណាចានេះគឺតកលឹកផ្នែកប្រាក់មិត្តភាព 70% ណាចាទី4គឺវិភាគបូជាសពវិភាគបូជាសពនេះគឺត្រូវផ្ដល់ជូនទៅសិទ្ធិប្រព័ន្ធឬអ្នកចាត់ចែងបូជាសពនៃសមាជិកបសសដែលបានទទួលមរណភាពដោយសារជំងឺឬគ្រោះថ្នាក់ក្រៅពីហានិភ័យការងារចំនួន2លានរៀលចឹងលក្ខខណ្ឌទទួលបានលុះត្រាតែសមាជិកបសនោះក៏ទទួលមរណភាពនៅកំឡុងពេលដែលការរបស់គាត់មានសុពលភាពនៅក្នុងការប្រើប្រាស់សេវាថែទាំនិងព្យាបាលវេជ្ជសាស្ត្រទើបគាត់អាចទទួលបានមិនគាត់ទេគឺសិទ្ធិប្រព័ន្ធឬអ្នកចាត់ចែងបូជាសពគាត់ហ្នឹងអាចទទួលបានវិភាគបូជាសព2លានរៀលពីខាងបសសចាអញ្ចឹងចំពោះតាកលឹកផ្នែកថែទាំសុខភាពខ្ញុំសូមចែករំលែកតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចស្វែងយល់ជាមួយគ្នាបានហើយបើសិនជាការចែករំលែករបស់ខ្ញុំមានភាពខ្វះខាតឬឆ្គងកន្លែងណាក៏សូមអភ័យទោសផងដែរខ្ញុំចែករំលែកនៅចំណុចដែលខ្ញុំបានរៀនសូត្រក៏ដូចជាបានស្វែងយល់អំពីបទសបើសិនជាមានអីលើសពីនឹងល្អប្រសើរជាងនឹងអាចចូលរួមចែករំលែកជាមួយគ្នាបានចំពោះបងប្អូនដែលមានចម្ងល់ឬក៏មន្ទិលសង្ស័យដើម្បីឲ្យមានភាពច្បាស់លាស់និងកុំឲ្យបាត់បង់អត្ថប្រយោជន៍របស់ខ្លួនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចខលទៅ1286ដើម្បីសួរព័ត៌មានបន្ថែមពាក្យពន្ធទៅនឹងអត្ថប្រយោជន៍របស់បសក៏ដូចជានីតិវិធីនៅក្នុងការទាមទារតោកលឹកតាមផ្នែកនីមួយៗផងដែរ
អរគុណសម្រាប់ការតាមដានវីដេអូនេះសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយចា៎